ខ្ញុំព្រះករុណាសូមលើកកំបងអញ្ជលីចំពោះប្រជុំ3នៃព្រះរតនត្រ័យមានគុណព្រះពុទ្ធមួយគុណព្រះធម៌មួយនិងគុណព្រះសង្ឃមួយដោយសេចក្តីកោតក្រែងសពកាលហើយបជាដកនេះគឺចង់និយាយអំពីសីលវិមង្សកព្រាហ្មណ៍សិលជាប្រធាននៃសេចក្តីរាប់អានក្នុងលោកមានព្រាហ្មណ៍ម្នាក់ឈ្មោះសីលវិមង្សកៈនៅក្រុងពារាណសីរស់នៅដោយសារបរិជាទ្រង់ព្រះនាមកោសលជាអ្នកដល់នៅត្រៃសរណគមមានសិល5មិនដែលដាច់សោះព្រះរាជាស្រឡាញ់រាប់អានព្រាហ្មណ៍នោះជាងព្រាហ្មណ៍ដទៃដោយសារគាត់មានសិលថ្ងៃមួយព្រាហ្មណ៍នោះគិតថាព្រះរាជាដែលរាប់អានអញយ៉ាងនេះព្រោះអាស្រ័យជាតិកូដត្រកូលប្រទេសសិល្បៈសម្បត្តិទេឬក៏ព្រោះអាស្រ័យសិលសម្បត្តិបើដូច្នេះគួរតែអញលបងមើលដល់ពេលកើតទៅបំរើព្រះរាជាលុះត្រឡប់មកវិញក៏យកកហបណៈមួយមិនប្រាប់នេះឃ្លាំងឡើយនេះឃ្លាំងមិនហ៊ានពោលពាក្យតិចតួចសោះព្រោះធ្វើសេចក្តីគោរពចំពោះព្រាហ្មណ៍ដល់ថ្ងៃទី2យកកហបណៈ2នេះឃ្លាំងមិនថាអ្វីទៀតដល់ថ្ងៃទី3យកមួយក្តាប់នេះឃ្លាំងអត់មិនបានខឹងជាខ្លាំងក៏ទៅស្រែក3ដងថាចោលប្លន់កហបណៈខ្ញុំចាប់បានហើយមនុស្សទាំងឡាយនាំគ្នាស្ទាក់ខាងនេះខាងនោះចាប់បានចងហើយពោលថាអ្នកឯងនេះប្រព្រឹត្តដូចជាអ្នកមានសិលយូរយារមកហើយទើបទះតបពី3ដៃក៏បញ្ជូនទៅថ្វាយព្រះរាជាត្រង់ព្រះពិរោធខ្លាំងមានព្រះបន្ទូលថាមនាព្រាហ្មណ៍ព្រោះហេតុអ្វីបានជាអ្នកធ្វើអំពើទុច្ចរិតបែបនេះព្រាហ្មណ៍ឆ្លើយថាបពិតមហារាជខ្ញុំព្រះអង្គមិនមែនចោលទេដែលខ្ញុំព្រះអង្គធ្វើយ៉ាងនេះដោយលបងមើលទេតាឥឡូវនេះខ្ញុំព្រះអង្គដឹងច្បាស់ថាព្រះអង្គដែលរាប់អានខ្ញុំព្រះអង្គយ៉ាងនេះព្រោះតែមានសិលមិនមែនព្រោះអ្វីទេម្យ៉ាងទៀតក្នុងលោកទាំងមូលឥតមានអ្វីឧត្តមឧត្តមឬជាប្រធានជាងសិលទេហេតុនេះខ្ញុំព្រះអង្គលែងនៅផ្ទះទៀតហើយនឹងទៅបួសក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធក្នុងថ្ងៃនេះឯងសូមព្រះអង្គអនុញ្ញាតឲ្យផងព្រះរាជាទ្រង់អនុញ្ញាតឲ្យគាត់ក៏ទៅសូមភ្នោះព្រះសម្ពុទ្ធឯវត្តចេតពុនក្នុងថ្ងៃនោះមែនតាំងពីបានឧបសម្បទាកាលណាមកកើតមិនដែលលះបង់កម្មដ្ឋានសោះខំប្រឹងចម្រើនវិបស្សនាដរាបដល់បានសម្រេចព្រះអរហន្តៈហើយបជាដកនេះគឺចប់តែប៉ុណ្ណេះឯងសូមអនុមោទនា